លោកហ៊ុនសែនបញ្ជាឲ្យបង្ក្រាបអ្នកធ្វើយុទ្ធនាការម្រាមដៃ9និងអ្នកហែហោមលោកសំរងស៊ីវិលចូលស្រុករដ្ឋសភាសមាជិកអាស៊ានមួយចំនួនអាចនឹងរួមដៃជាមួយអាជ្ញាធររបបក្រុងភ្នំពេញដើម្បីទប់ស្កាត់លោកសំរងស៊ីមិនឲ្យចូលមកកម្ពុជាសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សអំពាវនាវដល់តុលាការឲ្យទម្លាក់រាល់បទចោទដល់អតីតអ្នកឆ្លើយឆ្លងព័ត៌មានអាស៊ីសេរីបុគ្គលិកក្រុមហ៊ុន Casino Naga នៅតែទាមទារឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពចូលធ្វើការវិញរួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទវ៉ែនសូមេតសូមជូនព័ត៌មានពិស្ដាលោកអ្នកនាងជាទីមេត្រីមេដឹកនាំរបបក្រុងភ្នំពេញលោកហ៊ុនសែនចេញបញ្ជាឲ្យកងកម្លាំងទាំងអស់ត្រៀមខ្លួនចាំបង្ក្រាបអ្នកចាំទទួលនិងអ្នកហែហោមលោកសំរងស៊ីវិលចូលកម្ពុជាវិញនៅថ្ងៃទី9វិច្ឆិកាខាងមុខមេដឹកនាំចលនាគណៈបកប្រឆាំងអះអាងថាលោកនៅតែរក្សាចំហហែហោមប្រធានស្ដីទីគណៈបកសង្គ្រោះជាតិវិលចូលស្រុកវិញតាមការកំណត់លោកហ៊ុនសែនអះអាងថាលោកមានកងកម្លាំងច្រើនលើសពីចំនួនអ្នកចាំទទួលនិងអ្នកហែហោមលោកសំរងស៊ីទៅទៀតលោកថាលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ក្រាបអ្នកគាំទ្រលោកសំរងស៊ីដែលលោកចាត់ទុកថាជាអ្នករួមគំនិតក្បត់ជាតិចង់ផ្ដួលរំលំរបបរបស់លោកហ៊ុនសែនពន្យល់ឲ្យលោកសំរងស៊ីវិលចូលស្រុកតាមការកំណត់ប៉ុន្តែលោកប្រមានថាអ្នកចូលរួមយុទ្ធនាការ9វិច្ឆិកាជាមួយលោកសំរងស៊ីទោះក្រោមរូបភាពបែបណាគឺនឹងត្រូវមានទោសអ្នកណាចូលរួមក្នុងយុទ្ធនាការបំផ្លាញប្រទេសបំផ្លាញសន្តិភាពនៅថ្ងៃទី9វិច្ឆិកាអ្នកនោះនឹងត្រូវមានទោសហើយរឿងនេះក្រសួងយុទ្ធសាស្ត្រគេបានប្រកាសរួចហើយស្ថាប័ននេះបានត្រៀមបម្រុងហើយកងទ័ពរបស់អ្នកឯងនៅណាស្អីណាអ្នកឯងកុំបង្វែរទិសអំពីថាដល់ទៅលឺសូគេប្រតិកម្មរឿងលុយចិញ្ចឹមកងទ័ពកម្លាំងប្រវត្តិឥឡូវបង្វែរទិសទៅ People Power ទៅអំណាចប្រជាជនណាទៅវិញគេប្រតិកម្មរឿងឯងប្រមាថស្រាច់ទៀមទាឲ្យស្រាច់ដាក់រាជទៅជាមករំដោះស្ដេចអាហ្នឹងអត់ទេអាហ្នឹងនេះបទចោទរបស់ឯងនៅជាប់អាលើនោះនិយាយគ្នាច្បាស់នេះមិនមែនជាសិទ្ធិបច្ចេកទេសជាការផ្ដួលរំលំរដ្ឋជាការដូររបបអីក៏វាងាយមែនមនុស្សរាប់លាននេះកម្លាំងប្រវត្តិចំតងើបឡើងថ្ងៃ9វិច្ឆិកាបានអញ្ជើញមកបើសិនជាក្បាលមិនបានដៃទេឲ្យមកលោកហ៊ុនសែនថ្លែងបែបនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានឯកជនមួយកន្លែងនៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី2តុលាស្របពេលលោកហ៊ុនសែនចេញសារព្រមានបែបនេះអាជ្ញាធរនិងតុលាការរបបក្រុងភ្នំពេញកំពុងបង្កើនសកម្មភាពចាប់ចងចោទប្រកាន់លើសកម្មជនបកប្រឆាំងនៅតាមមូលដ្ឋានជាបន្តបន្ទាប់អាជ្ញាធរនិងតុលាការរបបលោកហ៊ុនសែនចោទសកម្មជនបកប្រឆាំងទាំងនោះថាបានចូលរួមផែនការផ្ដួលរំលំរដ្ឋាភិបាលជាមួយលោកសំរងស៊ីគិតត្រឹមថ្ងៃទី2តុលាមានសកម្មជនបកប្រឆាំង30នាក់ហើយដែលកំពុងជាប់ឃុំក្នុងពន្ធនាគារស្របពេលសកម្មជន165នាក់ផ្សេងទៀតត្រូវបានកោះហៅឡើងទៅតុលាការនិងបំភ្លឺនៅប៉ុស្តិ៍ប៉ូលីសហើយនឹងមានសកម្មជនគណៈបកប្រឆាំងម្នាក់ស្លាប់ក្នុងពន្ធនាគារខេត្តកំពង់ចាមចំណែកសកម្មជនបកប្រឆាំងជាច្រើនអ្នកទៀតកំពុងរត់គេចខ្លួនពីផ្ទះសម្បែងដោយសារភ័យខ្លាចការធ្វើទុកបុកម្នេញពីអាជ្ញាធររបបក្រុងភ្នំពេញក្រោយពេលរងការបង្ក្រាបឥតស្រាកស្រានមន្ត្រីគណៈបកប្រឆាំងបានជំរុញឲ្យពលរដ្ឋបង្កើតយុទ្ធនាការលើកម្រាមដៃ9ជាសញ្ញាគាំទ្រដំណើរវិលចូលស្រុករបស់លោកសំរងស៊ីនៅថ្ងៃទី9វិច្ឆិកាលោកហ៊ុនសែនក៏បញ្ជាឲ្យចាប់អ្នកចូលរួមយុទ្ធនាការលើកម្រាមដៃ9នេះទៀតដោយលោកហៅថាជាយុទ្ធនាការគាំទ្រផែនការផ្ដួលរំលំរបបរបស់លោកណែនាំថាបើពលរដ្ឋណាចង់ចូលរួមក្នុងយុទ្ធនាការម្រាមដៃ9នេះគឺត្រូវកាត់ម្រាមដៃមួយចោលទៅបើចិត្តសឿងអ្នកណាក៏ដោយដែលធ្វើយុទ្ធនាការនឹងត្រូវជាប់បទចោទតាមក្រមព្រហ្មទណ្ឌតាមច្បាប់ថ្មីបទថ្មីស្អីឧបឃាតនោះអញ្ចឹងកុំអសោះណាអាយុទ្ធនាការម្រាម9បើចង់ធ្វើយុទ្ធនាការម្រាម9កាត់ម្រាមមួយកបត់ចោលទៅអាហ្នឹងបានវាក្លាហានគេប្រមើសកើតឡើងម្រាម10ឯងធ្វើយុទ្ធនាការម្រាម9មើលអាម្រាម9ហ្នឹងដាក់វាអាម្រាម9ហ្នឹងមើលប្រធានចលនាសង្គ្រោះជាតិនៅជប៉ុនលោកហៃវ៉ាណានិយាយថាការប្រមានរបស់លោកហ៊ុនសែននឹងធ្វើឲ្យពលរដ្ឋនិងពលករខ្មែរនៅជប៉ុនពុះកញ្ជ្រោលចង់អមដំណើរលោកសំរងស៊ីវិលចូលស្រុកបន្ថែមទៀតលោកជឿថាកងកម្លាំងទាហាននិងប៉ូលីសនឹងមិនស្ដាប់បញ្ជាលោកហ៊ុនសែនឲ្យបាញ់បង្ក្រាបលើពលរដ្ឋខ្មែរឡើយព្រោះលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីខុសច្បាប់សកម្មជនបកប្រឆាំងនៅប្រទេសជប៉ុនរូបនេះ
យល់ថាពលរដ្ឋខ្មែរនឹងងើបតវ៉ានៅថ្ងៃទី9 វិច្ឆិកាដោយសារពួកគេកំពុងខឹងសម្បាររបបលោកហ៊ុនសែនធ្វើទុកបុកម្នេញលើពួកគេនិងក្រុមគ្រួសារពួកគេកាន់តែខ្លាំងនៅរយៈពេលចុងក្រោយនេះ មនុស្សដែលមិនពេញចិត្តគាត់នោះវាកើនឡើងកាន់តែខ្លាំងឡើងជាពិសេសនៅក្នុងរយៈពេលចុងក្រោយនោះគាត់បានធ្វើឲ្យប្រជាពលរដ្ឋមានកំហឹងកាន់តែខ្លាំងទៅលើរូបគាត់ទោះបីជាប្រជាពលរដ្ឋគាត់មិនមានសកម្មភាពពលិធានមិនមានសកម្មភាពនៅក្នុងពេលហ្នឹងពេលដែលការធ្វើមេត្តាភូមិវត្តរបស់គណៈប្រតិភូគណៈបកសង្គ្រោះជាតិប្រជាពលរដ្ឋខ្មែរនៅនេះសមុទ្រដែលនឹងវិលត្រឡប់ទៅជាមួយនឹងលោកប្រធានសំរងស៊ីហ្នឹងគឺពលិធានលែងអបជាអញ្ចឹងគាត់មិនអាចប្រជាពលិធានបានតទៅទៀតទេបាទរឹតតែធ្វើឲ្យពួកយើងដែលជាប្រជាពលរដ្ឋខ្មែរកំពុងតែរស់នៅប្រទេសសេរីរឹតតែពុះកញ្ជ្រោលក្នុងការវិលត្រឡប់ទៅជាមួយនឹងលោកប្រធានស្ដីទីសំរងស៊ីពីព្រោះយើងបានទង់មតិទៅគឺឃើញថាលោកហ៊ុនសែនគាត់កំពុងតែភ័យបារម្ភយ៉ាងខ្លាំងអំពីការធ្វើមេត្តាភូមិនិវត្តន៍នេះបាទប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីបានបង្កើនវោហារសាស្ត្ររាល់ថ្ងៃដោយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធកុំស្ដាប់បញ្ជាមេយោធានិងជនផ្ដាច់ការលោកសំរងស៊ីបានអំពាវនាវឲ្យកងទាហាននិងប៉ូលីសបង្វែរចុងកណ្ដុងភ្ជង់ឬបាញ់លោកហ៊ុនសែនវិញបើសិនជាលោកហ៊ុនសែនបញ្ជាឲ្យពួកគេបាញ់បង្ក្រាបពលរដ្ឋស្លូតត្រង់នៅថ្ងៃទី9 វិច្ឆិកាបច្ចុប្បន្នគណៈបកសង្គ្រោះជាតិកំពុងបង្កើតមូលនិធិពិសេសដើម្បីផ្ដល់ថវិកាឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធស្នេហាជាតិដែលចេញមុខការពារប្រជាពលរដ្ឋខ្មែរអមដំណើរលោកសំរងស៊ីធ្វើមេត្តាភូមិនិវត្តន៍លោកសំរងស៊ីសរសេរក្នុងបណ្ដាញសង្គម Facebook កាលពីថ្ងៃទី1 ដុល្លារថាពលរដ្ឋខ្មែរនៅទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដាជាច្រើនកកគាំទ្រដំណើរមេត្តាភូមិនិវត្តន៍របស់លោកនៅថ្ងៃទី9 វិច្ឆិកាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះមិនហ៊ានលើកឡើងថាកងកម្លាំងនិងពលរដ្ឋខ្មែរចំនួនប៉ុន្មាននឹងគាំទ្រហាយហោមលោកសំរងស៊ីនៅថ្ងៃទី9 វិច្ឆិកាឡើយដោយលោកថាវាអាស្រ័យលើកំហឹងរបស់ពលរដ្ឋចំពោះរដ្ឋាភិបាលប៉ុន្តែលោកបណ្ឌិតសង្កេតឃើញថារដ្ឋាភិបាលបានបង្កើនចំណាត់ការធ្វើទុកបុកម្នេញចាប់ចងនិងបំផិតបំភ័យដែលជាសញ្ញាបង្ហាញថារដ្ឋាភិបាលកំពុងព្រួយបារម្ភខ្លាំងពីគម្រោងវិលត្រឡប់ចូលស្រុករបស់លោកសំរងស៊ីលោកបណ្ឌិតមាសនេះយល់ថាយុទ្ធសាស្ត្រចុងក្រោយនេះគឺរដ្ឋាភិបាលចង់ធ្វើដោយកាលទសវត្សរ៍90គឺចង់គម្រាមកំហែងពលរដ្ឋឲ្យភ័យខ្លាចមិនហ៊ានតាក់ទងជាមួយសកម្មជនគណបកប្រឆាំងលោកថាយុទ្ធសាស្ត្រនេះមិនមែនធ្វើឲ្យពលរដ្ឋភ័យតែជាមួយគណបកសង្គ្រោះជាតិទេគឺភ័យជាមួយគ្រប់គណបកណាដែលមានសមត្ថភាពខ្លាយជាបកប្រឆាំងនៅថ្ងៃខាងមុខខ្ញុំគិតថាបើតាមវិធានការដែលធ្វើជាបន្តបន្ទាប់នេះខ្ញុំគិតថាការប៉ាន់ប្រមាណមើលទៅរដ្ឋាភិបាលគាត់អាចស្មានថាសំស៊ីនឹងអាចមកច្រើនជាងអត់មកបានជាវិធានការជាបន្តបន្ទាប់ច្រើនទៅបាទនេះធ្វើឲ្យខ្លាចរអាក្នុងការទំនាក់ទំនងបកប្រឆាំងណាមិនថាគណៈបកសង្គ្រោះជាតិទេគឺថ្ងៃខាងមុខទោះបីគណៈបកប្រឆាំងណាក៏ដោយនៅត្រូវបើអមថាដោយការជំនុំនោះការជួបសិតតែលួចអីចឹងណាទោះបីជានៅក្នុងលក្ខខណ្ឌស្ថានភាពនយោបាយធម្មតាហ្នឹងក៏មនុស្សនឹងមានការរួញរានៅការចូលរួមជាមួយនឹងគណៈបកប្រឆាំងនេះក៏យើងពិធីការពីទសវត្សរ៍ឆ្នាំ1990បាទទន្ទឹមនឹងការគម្រាមពលរដ្ឋនោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានជំរុញឲ្យសកម្មជនបកប្រឆាំងសារភាពពីផែនការវិលចូលស្រុករបស់លោកសំរងស៊ីដើម្បីទទួលបានការលើកលែងទោសពីលោកហ៊ុនសែនផ្ដាំឲ្យអ្នកនៅក្នុងស្រុកទាំងអស់កុំប្រហើនជាមួយរបបរបស់លោកដោយសារលោកបានចាត់ទុកថាផែនការវិលចូលស្រុករបស់លោកសំរងស៊ីជាសកម្មភាពរដ្ឋប្រហារប៉ុន្តែលោកសំរងស៊ីអះអាងថាលោកនឹងដឹកនាំអ្នកគាំទ្របកប្រឆាំងវិលចូលស្រុកដើម្បីរកដំណោះស្រាយនយោបាយបញ្ចប់បញ្ហាជាតិដែលកំពុងប្រេះឆាបែកបាក់គ្នានេះបាទលោកអ្នកនាងជាទីមេត្រីតើតើនឹងការវិលត្រឡប់មកវិញរបស់លោកសំរងស៊ីនេះដែរនៅសល់តែ37ថ្ងៃទៀតទេនឹងដល់ថ្ងៃកំណត់ដែលប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីនិងក្រុមអ្នកដឹកនាំគណៈបកនេះសន្យាថានឹងវិលចូលស្រុកវិញនៅថ្ងៃទី9 ខែវិច្ឆិកាខាងមុខស្របគ្នានេះដែរមេដឹកនាំរបបក្រុងភ្នំពេញលោកហ៊ុនសែនក៏កាន់តែមានវិធានការទប់ទល់នៃការវិលចូលស្រុកវិញនេះដែរក្នុងនោះរួមទាំងការស្នើឲ្យរដ្ឋសមាជិកអាស៊ានចូលរួមចាត់វិធានការរារាំងដោយចាប់ខ្លួនលោកសំរងស៊ីនិងមន្ត្រីដែលអមដំណើរទៅវិញនោះផងនិងចាប់ខ្លួនពលរដ្ឋណាដែលចាំទទួលលោកសំរងស៊ីនោះទៀតផងអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយមើលឃើញថារដ្ឋសមាជិកអាស៊ានមួយចំនួនអាចនឹងចូលដៃជាមួយអាជ្ញាធររបបក្រុងភ្នំពេញហើយក៏មានប្រទេសមួយចំនួនទំនងជាគិតគូរពីផលប្រយោជន៍ប្រទេសរបស់គេផងដែរបាទអ្នកស្រីសុជីវីរាយការណ៍ព័ត៌មាននេះ
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលោកអែមសវណ្ណារាវិភាគថាលោកសំរងស៊ីអាចនឹងប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិបារាំងរបស់លោកនៅក្នុងពេលធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញដោយឆ្លងកាត់តាមបណ្ដាប្រទេសមួយចំនួនជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាននោះអាចជួបប្រទះនឹងរឿងពីរគឺទី1អាចនឹងត្រូវចាប់ខ្លួននៅតាមប្រទេសមួយចំនួនមានប្រទេសឡាវនិងវៀតណាមជាដើមប៉ុន្តែក៏អាចរួចផុតពីការចាប់ខ្លួនដែរនៅពេលលោកសំរងស៊ីវិលចូលតាមប្រទេសមួយចំនួនទៀតមានប្រទេសថៃម៉ាឡេស៊ីនិងសិង្ហបុរីជាដើមគេអាចចាប់បើសិនបើប្រទេសសមាជិកអាស៊ាននឹងគេមានបានចុះកិច្ចព្រមព្រៀងឬក៏អនុសារណៈនិយាយអំពីគេហៅថាបច្ចុប្បន្នករណីលោកសំស៊ីវិជាករណីដែលឡែកមួយពីពលរដ្ឋកម្ពុជាសត្វពលសំស៊ីក៏មានជាតិ2ក៏ជាតិបារាំងមួយជាតិខ្មែរមួយអញ្ចឹងរដ្ឋសមាជិកអាស៊ានដទៃទៀតគេអាចទោះបីជាមានឧទាហរណ៍ថៃយើងចុះមានធ្វើបច្ចុប្បន្នទុកបច្ចុប្បន្នជាមួយនឹងកម្ពុជាក៏ដោយក៏តែថៃវាអាចអត់ចាប់លោកសំស៊ីបានដោយសារឯកទៅលើលោកសំស៊ីដែលគាត់ប្រើឬក៏មានជាតិ2អញ្ចឹងគេអាចប៉ះពាល់ផលទំនាក់ទំនងនៃរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលបារាំងអញ្ចឹងគេអាចទុកទៅមិនដឹងលឺលើសពីនេះលោកថាបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានតែងឈរលើគោលការណ៍មិនជ្រៀតជ្រែកក៏អាចជាហេតុផលដែលបណ្ដាលឲ្យប្រទេសមួយចំនួននោះមិនចាប់ខ្លួនលោកសំរងស៊ីដែរបើតាមលោកអែមសវណ្ណារាកម្ពុជាមានកិច្ចព្រមព្រៀងជាមួយនឹងបណ្ដាប្រទេសមួយចំនួនស្ដីពីការធ្វើបច្ចុប្បន្នឬកិច្ចព្រមព្រៀងផ្ទេរអ្នកជាប់ទោសក្នុងនោះក៏មានប្រទេសថៃមួយដែរលោកអែមសវណ្ណារាមើលឃើញទៀតថាករណីបង្កើនការគំរាមកំហែងចំពោះសកម្មជនបកប្រឆាំងនៅតាមមូលដ្ឋានដោយការចាប់ខ្លួនការកោះហៅនិងការធ្វើទុកបុកម្នេញផ្សេងទៀតគឺដោយសារតែលោកហ៊ុនសែនចង់បំភ័យពលរដ្ឋមិនឲ្យចូលរួមគាំទ្រលោកសំរងស៊ីដើម្បីកាត់បន្ថយការប្រឈមនឹងការងើបឡើងតវ៉ារបស់ពលរដ្ឋក៏ប៉ុន្តែអ្វីដែលគណៈបកកណ្ដាលអំណាចបារម្ភជាងគេគឺថាការកម្លាំងប្រជាពលរដ្ឋដែលងើបឡើងដែលមានការតវ៉ាហើយដែលគ្រប់គ្រងលោកសំរងស៊ីនឹងដូច្នេះបើសិនបើកម្លាំងចលនានឹងកើនឡើងច្រើនហើយមានការចូលរួមច្រើនអញ្ចឹងអាជ្ញាធរមានសមត្ថកិច្ចក៏នៅតែចាប់លោកសំស៊ីបានក៏ប៉ុន្តែវាជាចរន្តមួយធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចមិនមែនប្រឈមតែជាមួយបុគ្គលអ្នកនយោបាយលោកសំស៊ីតែមួយរូបទេគឺប្រឈមជាមួយនឹងប្រជាពលរដ្ឋប្រទេសទៀតច្រើនហើយបើក្នុងការចាប់ខ្លួននេះហើយមានការប្រឈមគ្នាកាន់តែខ្លាំងវាអាចជាគេហៅថាមួយដូចផ្ដាំទៅដល់ការឈានទៅលើអំពើហិង្សាណាមួយឬការប្រយុទ្ធភាពប៉ះពាល់គ្នារវាងអាជ្ញាធរមានសមត្ថកិច្ចនិងប្រជាពលរដ្ឋដែលមានកម្លាំងមានប្រដាប់អាវុធហ្នឹងវាអាចជាការខាត់សម្លេងនៅក្នុងនយោបាយច្រើនណាស់លោកសវណ្ណារាមើលឃើញទៀតថារបបក្រុងភ្នំពេញក៏ចង់សម្លាប់ជីវិតនយោបាយរបស់លោកសំរងស៊ីតាមរយៈការទុកឲ្យលោកសំរងស៊ីស្ថិតនៅកាន់តែឆ្ងាយពីឆាកនយោបាយនៅកម្ពុជាបានន័យថាបើសិនបើគណៈបកកណ្ដាលអំណាចជាអាចសម្លុតជាអាចបំពេញបានល្អជាងការប្រឈមដោយករណីដែលមានអិសរាជជននយោបាយសហគមន៍អឺរ៉ុប6រូបថាអមដំណើរលោកសំរងស៊ីចូលចូលវិញហើយក្រោយមកមានការតាមមិនឲ្យវីសាអីក្រោយមកបានកិច្ចការនេះហើយក្រោយមកបានថាឲ្យចូលតែចាំបកគោសំរងស៊ីនេះជាករណីមួយដែលគេមិនចង់ប្រឈមបញ្ហាដែលប៉ះពាល់ទេបើមិនបើពលរដ្ឋមិនចូលរួមច្រើនបានន័យថាលោកសំរងស៊ីកាន់តែឃ្លាតឆ្ងាយពីនយោបាយកាន់តែឃ្លាតឆ្ងាយពីប្រជាពលរដ្ឋអញ្ចឹងប្រជាពលរដ្ឋងាយស្រួលឲ្យគណៈបកកណ្ដាលអំណាចអាចបន្តឥទ្ធិពលនយោបាយលោកសំរងស៊ីករណីនេះលោកហ៊ុនសែនកាលពីព្រឹកថ្ងៃទី2ខែតុលាបានបញ្ជាក់សារជាថ្មីថាបានបញ្ជូនដីកាតាមចាប់ខ្លួនលោកសំរងស៊ីនិងថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិទៅបណ្ដារដ្ឋជាសមាជិកអាស៊ានរួចរាល់ហើយស្របគ្នានេះលោកហ៊ុនសែនក៏បានព្រមានដល់អ្នកចូលរួមគាំទ្រប្រធានស្ដីទីគណៈបកសង្គ្រោះជាតិនោះថាចូលរួមគំនិតក្បត់ជាតិហើយអ្នកនៅក្នុងស្រុកកុំប្រហើនដើរដល់ដំណាក់កាលចូលដល់រដ្ឋបហាដែលមានការគ្រោងទុកហើយការរៀបចំកម្លាំងបើអ្នកមិនខ្លាចអ្នកចូលរួមអ្នកនឹងត្រូវមានទោសហើយបើសិនជាអ្នកបានជាចូលរួមអ្នកសារភាពឲ្យត្រង់នឹងរួចទោសអាស៊ីសេរីកំពុងរងចាំចម្លើយពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង10ប្រទេសដើម្បីទទួលបានព័ត៌មានថាតើប្រទេសណាខ្លះបានទទួលដីកាពីរបបក្រុងភ្នំពេញហើយប្រទេសណាមិនទាន់ទទួលបាននិងថាតើគេអាចចាត់វិធានការតាមការស្នើសុំនោះដែរឬទេចំពោះលោកអែមសវណ្ណារាលោកនៅតែមើលឃើញថារបបក្រុងភ្នំពេញកំពុងបង្ហាញចេតនាគំរាមចាប់ខ្លួន
ជាជាងចេតនាពិតប្រាកដនៅក្នុងការចាប់ខ្លួនលោកសំរងស៊ីត្បិតរបបនេះអាចចាប់ខ្លួនលោកសំរងស៊ីពេលណាក៏បាននៅពេលដែលបើកឲ្យលោកចូលទៅក្នុងទឹកដីកម្ពុជាដោយមិនចាំបាច់បង្វែរការចាប់ខ្លួននេះឲ្យទៅជាការទទួលខុសត្រូវឬក៏ទៅជាវិធានការរបស់រដ្ឋដែលជាសមាជិកអាស៊ាននោះឡើយចា៎នេះខ្ញុំសុជីវីអាស៊ីសេរីពីរដ្ឋធានី Washington បាទលោកអ្នកនាងជាទីមេត្រីបុគ្គលិកក្រុមហ៊ុន Casino Naga World បន្តស្នើសុំឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពចូលធ្វើការវិញសហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Casino Naga World ដែលតំណាងឲ្យកម្មករជាង 4000 នាក់ទាមទារឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ចូលធ្វើការវិញដោយមិនមានលក្ខខណ្ឌឬគ្មានការដោះដូរដើម្បីបញ្ជាកុំឲ្យមានការតវ៉ាប៉ះពាល់ទាំងសងខាងការទាមទារនេះបន្ទាប់ពីក្រុមហ៊ុន Casino Naga World ព្យួរការងារប្រធានសហជីពរូបនេះដោយសារមានគម្រោងធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកឲ្យបានសមរម្យបាទលោកសេចបណ្ឌិតរាយការណ៍អំពីរឿងនេះបុគ្គលិកក្រុមហ៊ុន Casino Naga World លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថាពួកគេមានការសោកស្ដាយដែលក្រុមហ៊ុនព្យួរការងារប្រធានសហជីពកញ្ញាឈឹមស៊ីធរដោយមិនសមហេតុសមផលបន្ទាប់ពីគាត់បានប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងនាមជាតំណាងឲ្យកម្មករជាង 4000 នាក់ដើម្បីទាមទារឲ្យប្រសើរឡើងវិញនៅលក្ខខណ្ឌការងារនិងការដំឡើងប្រាក់ឈ្នួលសមរម្យសម្រាប់បុគ្គលិកកំពុងបម្រើការងារឲ្យក្រុមហ៊ុន Naga World សេចក្តីថ្លែងការណ៍ចុះថ្ងៃទី 2 ខែតុលាចាត់ទុកថាការព្យួរការងារមេដឹកនាំសហជីពរបស់ពួកគេដោយគ្មានការកំណត់ជាក់លាក់និងគ្មានមូលដ្ឋានច្បាស់លាស់គឺជាការរំលោភច្បាប់និងរំលោភសិទ្ធិជាមូលដ្ឋានរបស់ពួកគេបុគ្គលិកក្រុមហ៊ុន Casino Naga World ក៏អំពាវនាវឲ្យក្រសួងការងារជួយរកដំណោះស្រាយសមរម្យជូនពួកគេខណៈដែលក្រសួងគ្រោងហៅតំណាងសហជីពនិងតំណាងក្រុមហ៊ុនទៅជួបដោះស្រាយនៅថ្ងៃទី 4 ខែតុលាខាងមុខនេះប្រធានសហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Casino Naga World កញ្ញាឈឹមស៊ីធរនិយាយថាប្រសិនបើក្រុមហ៊ុនមិនអនុញ្ញាតឲ្យកញ្ញាចូលធ្វើការវិញទេគឺបង្ហាញថាក្រុមហ៊ុន Naga World កំពុងតែរើសអើងនិងគំរាមកំហែងធ្ងន់ធ្ងរដល់សហជីពកញ្ញាស្នើសុំឲ្យក្រុមហ៊ុនពិចារណាឡើងវិញចំពោះអ្វីដែលខ្លួនបានធ្វើព្រោះការទាមទាររបស់បុគ្គលិកមិនមែនជាការទាមទារមួយដែលក្រុមហ៊ុនមិនអាចផ្ដល់ឲ្យបាននោះទេដោយសារថ្ងៃទី25សហជីពបានដាក់ពាក្យប្តឹងទៅក្រសួងការងារដែលមានសមាជិកព្រឹទ្ធវិដ័យចូលរួមទាមទារនឹងចំនួន 3055 នាក់ណាបងហើយយើងទាមទារលើ4ចំណុចទី1គឺទាមទារឲ្យទទួលយកខ្ញុំចូលធ្វើការវិញដោយគ្មានលក្ខខណ្ឌទី2ទាមទារឲ្យក្រុមហ៊ុនអនុវត្តថ្ងៃឈប់សម្រាកបុណ្យជាតិនឹងតាមគោលការណ៍ស្ម័គ្រចិត្តហើយទី3ស្នើសុំទាមទារឲ្យក្រុមហ៊ុននឹងបញ្ឈប់ការងារប្រធានផ្នែកប្រតិបត្តិការកាស៊ីណូឈ្មោះ Florian នឹងទី4គឺទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែយ៉ាងតិចបំផុត$500សម្រាប់បុគ្គលិកទៅធ្វើការនៅផ្នែកល្បែងនិង$300សម្រាប់បុគ្គលិកធ្វើការនៅផ្នែកតែក្រុមហ៊ុន Casino Naga World បានសម្រេចព្យួរការងារកញ្ញាឈឹមស៊ីធរជាបណ្ដោះអាសន្នកាលពីយប់ថ្ងៃទី20ឈានចូលដល់ថ្ងៃទី21ខែកញ្ញាការព្យួរការងារនេះបន្ទាប់ពីស្ត្រីសហជីពវ័យក្មេងរូបនេះបានតាមសួរនាំហេតុផលរឿងសន្តិសុខក្រុមហ៊ុនឆែកឆេរកាបូបបុគ្គលិកម្នាក់ហើយបានឃើញនិងបានដកហូតអាវយឺតដែលមានសរសេរថាក្រុមហ៊ុនរីកចម្រើនបុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យក្រុមហ៊ុន Casino Naga World ចោទកញ្ញាថាជាមេខ្លោងនាំបុគ្គលិកពាក់អាវយឺតធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិករបស់ក្រុមហ៊ុន Casino Naga World អ្នកស្រីឌីសីហាសូមមិនឆ្លើយតបពាក់ព័ន្ធនឹងករណីនេះទេដោយអ្នកស្រីប្រាប់ថាកំពុងជាប់រវល់សូមទោសផងបងសូមអធិស្ឋានណាដោយសារឡើងខ្ញុំរវល់អត់អាចផ្ដល់ព័ត៌មានជូនបានណាអរគុណច្រើនណាអាស៊ីសេរីនៅពុំទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកហេងសួរបានទេជុំវិញវិវាទការងារនៅក្រុមហ៊ុន Casino Naga World ប្រចាំនៅកម្ពុជាមួយនេះដោយទូរស័ព្ទចូលពុំមានអ្នកទទួលបុគ្គលិកក្រុមហ៊ុន Casino Naga World មួយរូបលោកណប់កំភៈថ្លែងថាការទាមទារប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារសមរម្យគឺជាបំណងរួមរបស់បុគ្គលិកទាំងអស់គ្នាដូច្នេះនៅពេលដែលក្រុមហ៊ុនព្យួរការងារមេសហជីពរបស់ពួកគេគឺបុគ្គលិកគ្រប់រូបមិនសប្បាយចិត្តឡើយលោកយល់ថាក្រុមហ៊ុនគួរតែអនុញ្ញាតឲ្យកញ្ញាឈឹមស៊ីធរចូលធ្វើការងារវិញដើម្បីបញ្ជៀសកុំឲ្យមានភាពតានតឹងឬការតវ៉ាកើតឡើងដែលនាំឲ្យប៉ះពាល់ដល់ភាគីទាំងសងខាងអ្នកដែលគាត់ធ្វើការដោយមានសហជីពគាត់មានភាពកក់ក្ដៅនៅក្នុងលក្ខខណ្ឌការងារអញ្ចឹងណា
ហើយដល់ពេលអត់មានប្រធានធ្វើការអញ្ចឹងវាក្នុងចិត្តរងថ្ងៃមួមងហើយខ្លះទៅគាត់មានអារម្មណ៍ព្រាវក្រាបដូចខឹងអញ្ចឹងណាវាមិនមែនជារូបភាពញុះញង់ទេតែក្រុមហ៊ុនគាត់មើលមកជាថារូបភាពញុះញង់ធម្មតាសិទ្ធិសេរីភាពក្នុងការងារនៅពេលដែលមានអ្នកណាមួយជួយដឹកនាំឲ្យវាការងារល្អប្រសើរហើយទទួលបានអត្ថប្រយោជន៍ទុកផ្សេងៗពីក្រុមហ៊ុនចេះតែចង់រក្សាចំហអញ្ចឹងហើយអញ្ចឹងម្នាក់ហ្នឹងក៏អត់សុបាយចិត្តដែរអញ្ចឹងចង់ខ្ញុំឃើញថាជាដំបូងខ្ញុំចង់ឲ្យសេរីនិធនោះបានចូលធ្វើការវិញហើយលក្ខខណ្ឌផ្សេងទៀតយើងនឹងត្រូវដោះស្រាយបន្តអញ្ចឹងណាសេចក្តីថ្លែងការណ៍របស់បុគ្គលិកក្រុមហ៊ុន Casino Naga World ដដែលបានបញ្ជាក់ទៀតថាពួកគេនៅតែរក្សាជំហរបន្តទាមទារដោយប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ខ្លួនរហូតទាល់តែក្រុមហ៊ុនទទួលយកកញ្ញាឈឹមស៊ីធរចូលធ្វើការវិញដោយមិនមានលក្ខខណ្ឌឬគ្មានការដោះដូរណាមួយឡើយនិងទាមទារសូមឲ្យក្រុមហ៊ុនពិចារណាឡើងវិញក្នុងការដំឡើងប្រាក់ឈ្នួលជូនបុគ្គលិកតាមការស្នើសុំពួកគេយល់ថាក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់និងឈរលើគោលការណ៍ចរចាស្វែងរកដំណោះស្រាយប្រកបដោយភាពស្មោះត្រង់ឈ្នះទាំងអស់គ្នានិងទុកចិត្តគ្នាទៅវិញទៅមកដោយផ្ដល់ផលប្រយោជន៍រួមសម្រាប់បុគ្គលិកនិងក្រុមហ៊ុនខ្ញុំបាទសេកបណ្ឌិតអាស៊ីសេរីពីរដ្ឋធានី Washington បាទលោកអ្នកនាងជាទីមេត្រីនាយករដ្ឋមន្ត្រីវៀតណាមលោកឃ្វៀងសួនហ្វុកអញ្ជើញលោកហ៊ុនសែនទៅកាន់ប្រទេសវៀតណាមចំនួន2ថ្ងៃស្របពេលដែលស្ថានភាពនយោបាយនៅប្រទេសកម្ពុជាកំពុងតានតឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃទី2ដុល្លារឲ្យដឹងថាលោកហ៊ុនសែននិងគណៈប្រតិភូរបស់លោកនឹងធ្វើដំណើរទៅប្រទេសវៀតណាមចំនួន2ថ្ងៃគឺថ្ងៃទី4ដល់ថ្ងៃទី5ខែតុលាលោកហ៊ុនសែនក៏គ្រោងជួបដាច់ដោយឡែកជាមួយអគ្គលេខាធិការបកកុម្មុយនីសវៀតណាមនិងជាប្រធានរដ្ឋរបស់វៀតណាមលោកហ្វៀងហ្វូជុងនឹងជួបជាមួយប្រធានរដ្ឋសភាវៀតណាមអ្នកស្រីឃ្វៀនធីគឹមងិនផងដែរតែទោះជាយ៉ាងណាគេសង្កេតឃើញថាលោកហ៊ុនសែនតែងតែដឹកនាំគណៈប្រតិភូរបស់លោកទៅកាន់ប្រទេសវៀតណាមខណៈដែលស្ថានភាពនយោបាយនៅកម្ពុជាមានភាពតានតឹងប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតែងតែបដិសេធនិងអះអាងថាដំណើរទស្សនកិច្ចរបស់លោកហ៊ុនសែនទៅកាន់ប្រទេសវៀតណាមនេះគឺដើម្បីពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរតែប៉ុណ្ណោះក្រសួងការបរទេសកម្ពុជាឲ្យដឹងដែរថាលោកហ៊ុនសែននឹងចូលរួមថ្លែងសន្ទរកថាបើកសន្និសីទស្ដីពីការជំរុញវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅថ្ងៃទី1និងចូលរួមជាអធិបតីក្នុងការចុះហត្ថលេខាលើច្បាប់ចំនួន2ដើម្បីទទួលស្គាល់លទ្ធផលនៃការបោះបង្គោលព្រំដែនដែលធ្វើបានជាង 80% ហើយនោះបាទលោកអ្នកនាងជាទីមេត្រីអ្នកនាំពាក្យក្រសួងប្រៃសណីនិងទូរគមនាគមន៍លោកមាសប៉ូប្រាប់អាស៊ីសេរីតាមទូរស័ព្ទកាលពីថ្ងៃទី2ដុល្លារថាគិតមកទល់នឹងពេលនេះក្រសួងប្រៃសណីនៅមិនទាន់ទទួលបានការជូនដំណឹងណាមួយពីសំណាក់ភាគីចិនជុំវិញរឿងចិនគ្រោងបាញ់បង្ហោះផ្កាយរណបនៅប្រទេសរបស់ខ្លួនហើយកំតិចកំទីពីការបាញ់បង្ហោះនេះអាចធ្លាក់ចូលមកក្នុងដែនអាកាសកម្ពុជាខ្ញុំមិនដឹងថានៅស្រុកចិនហ្នឹងគាត់បង្ហោះនៅកន្លងណាទេប៉ុន្តែជាទូទៅបើយើងនៅប្រទេសជិតគ្នាដូចជាឡាវវៀតណាមអីហ្នឹងគឺយើងតែងតែជូនព័ត៌មានគ្នាទៅវិញទៅមកបាទសូម្បីតែតម្លើងស្ថានីយ៍កាយរណបលើដីហ្នឹងក៏យើងត្រូវតែជូនព័ត៌មានគ្នាដែរហើយយើងត្រូវមានច្បាប់ពី ITU ដែរបាទគេមាន form គេដែលត្រូវបំពេញណាបាទត្រូវបំពេញត្រូវជូនព័ត៌មានបណ្ដាឡែកនៅប្រទេសចិនខ្ញុំបានព័ត៌មានហ្នឹងដែរមានដែរការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងប្រៃសណីរូបនេះកើតមានក្រោយពីមានសារព័ត៌មានអនឡាញផ្សាយជាភាសាអង់គ្លេសឈ្មោះ Rocket Rundown មានប្រភពនៅសហរដ្ឋអាមេរិកផ្សាយកាលពីថ្ងៃទី1ដុល្លារថាចិនគ្រោងបាញ់រ៉ុកែតបង្ហោះផ្កាយរណបឈ្មោះ Long March 4C នៅថ្ងៃទី4ដុល្លារនៅវេលាម៉ោងប្រមាណ2ទៀបភ្លឺសារព័ត៌មានដដែលនេះរាយការណ៍ថាកំតិចកំទីពីការបាញ់បង្ហោះផ្កាយរណបនេះអាចនឹងធ្លាក់ចូលក្នុងតំបន់ព្រំដែនកម្ពុជាឡាវបើទោះបីជាមិនទាន់មានការបញ្ជាក់ជាក់លាក់នៅឡើយសារព័ត៌មានដដែលរាយការណ៍ថាការបាញ់រ៉ុកែតនេះគឺដើម្បីបង្ហោះផ្កាយរណបប្រមូលព័ត៌មានពីអាកាសធាតុការបាញ់បង្ហោះផ្កាយរណបនេះនឹងធ្វើឡើងចេញពីស្ថានីយ៍បាញ់បង្ហោះផ្កាយរណបដែលមានមូលដ្ឋាននៅខេត្តសានឈីភាគខាងជើងប្រទេសចិនដែលមានចម្ងាយប្រមាណ 2600 គីឡូម៉ែត្រពីព្រំដែនកម្ពុជាឡាវអាស៊ីសេរីកំពុងព្យាយាមតាក់ទងស្ថានទូតចិននៅកម្ពុជានិងពីស្ថាប័នសហព័ន្ធទូរគមនាគមន៍អន្តរជាតិហៅកាត់ថា ITU ដើម្បីសុំព័ត៌មានបន្ថែមជុំវិញបញ្ហានេះយ៉ាងណាក៏ដោយលោកមាសប៉ូថាខាងក្រសួងនឹងធ្វើការស្រាវជ្រាវបន្ថែមពីករណីនេះ
ដើម្បីជូនដំណឹងទៅពលរដ្ឋពាក់ព័ន្ធប្រសិនបើមានរឿងនេះកើតឡើងមែននោះបាទលោកអ្នកនាងជាទីមេត្រីមន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សអំពាវនាវដល់តុលាការឲ្យពិចារណាទម្លាក់រាល់បទចោទប្រកាន់ដល់អតីតអ្នកឆ្លើយឆ្លងព័ត៌មានអាស៊ីសេរី2នាក់និងស្នើដល់រដ្ឋាភិបាលឲ្យការពារដល់សេរីភាពអ្នកសារព័ត៌មានប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CCHR អ្នកស្រីច័កសុភាពសរសេរលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី2ដុល្លារថាអ្នកសារព័ត៌មានគួរតែអាចបំពេញភារកិច្ចរបស់ខ្លួនដោយសេរីនិងគ្មានការភ័យខ្លាចក្នុងការរាយការណ៍ព័ត៌មាននានារួមទាំងការបកអាក្រាតបញ្ហាពុករលួយឬការរំលោភសិទ្ធិមនុស្សផ្សេងៗផងដែរក៏ប៉ុន្តែជាញឹកញយអ្នកសារព័ត៌មានបន្តប្រឈមរួមទាំងផ្នែកផ្លូវច្បាប់ដោយសារតែការបំពេញវិជ្ជាជីវៈដែលជះឥទ្ធិពលខ្លាំងដល់សេរីភាពសារព័ត៌មានអ្នកស្រីស្នើដល់រដ្ឋាភិបាលឲ្យធានាការពារដល់សេរីភាពអ្នកសារព័ត៌មានដើម្បីអនុញ្ញាតឲ្យអ្នកសារព័ត៌មានទាំងឡាយអាចបំពេញភារកិច្ចដោយស្របច្បាប់ដើម្បីចូលរួមលើកកម្ពស់អភិបាលកិច្ចយ៉ាងសំខាន់សម្រាប់សង្គមតុលាការរបបក្រុងភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿងអតីតអ្នកឆ្លងឆ្លើយព័ត៌មានអាស៊ីសេរី2នាក់នៅថ្ងៃទី3ដុល្លារនេះតុលាការក្រុងភ្នំពេញបានបើកសវនាការចំនួន2លើកជំនុំជម្រះសំណុំរឿងអ្នកទាំងពីរកាលពីចុងខែកក្កដានិងដើមខែសីហាហើយបានខកខានប្រកាសសេចក្តីសម្រេចរបស់ខ្លួនម្ដងរួចមកហើយកាលពីថ្ងៃទី30ខែសីហាកន្លងទៅតុលាការបានចោទប្រកាន់លោកអ៊ូនឈិននិងលោកយាងសុធារិនចំនួន2បទចោទគឺទី1បទផ្ដាល់ឲ្យរដ្ឋបរទេសនៅព័ត៌មានជាអាតដែលនាំឲ្យអន្តរាយដល់ការការពារជាតិនិងទី2បទផលិតវីដេអូអាភាសតុលាការបានឃុំខ្លួនអ្នកទាំងពីរក្នុងពន្ធនាគារព្រៃសរអស់រយៈពេលជាង9ខែមុននឹងអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្នក៏ប៉ុន្តែតុលាការនៅតែរក្សាទុកវត្ថុចាប់យកនិងលិខិតឆ្លងដែនរបស់អ្នកទាំងពីរដដែលអតីតអ្នកឆ្លើយឆ្លងព័ត៌មានអាស៊ីសេរីទាំងពីររូបគឺលោកយាងសុធារិននិងលោកអ៊ូនឈិនមានជំនឿថាតុលាការនឹងផ្ដល់យុត្តិធម៌ពេញលេញដល់ពួកគេរួមទាំងប្រគល់វត្ថុរឹបអូសយកនិងលិខិតឆ្លងដែនរបស់ពួកគេមកវិញអ្នកសារព័ត៌មានមួយចំនួនរំពឹងថាសាលាដំបងរាជធានីភ្នំពេញនឹងសម្រេចឲ្យអ្នកទាំងពីរបានរួចផុតពីបទចោទប្រកាន់ពួកគេក៏សម្គាល់ថាប្រសិនបើតុលាការសម្រេចឲ្យអ្នកទាំងពីរមានទោសមែននោះមានន័យស្មើនឹងការត្រួសត្រាយផ្លូវឲ្យអាជ្ញាធរប្រើប្រាស់បទចោទធ្វើចារកម្មប្រឆាំងនឹងអ្នកសារព័ត៌មានឯករាជ្យឬអ្នកកាសែត freelance ដទៃទៀតលោកអ្នកនាងជាទីមេត្រីនៅយប់ថ្ងៃប្រហោះនេះអាស៊ីសេរីនឹងមានវេទិកាអ្នកស្ដាប់បន្ថែមដែលនឹងពិភាក្សាលើប្រធានបទទាក់ទងនឹងការប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញក្នុងសំណុំរឿងអតីតអ្នកឆ្លងឆ្លើយព័ត៌មានអាស៊ីសេរីលោកអ៊ូនឈិននិងលោកយាងសុធារិនបាទសូមលោកអ្នកនាងរងចាំស្ដាប់និងចូលរួមវេទិកាអ្នកស្ដាប់អាស៊ីសេរីកុំបីខានកម្មវិធីនេះមានលោកជុនច័ន្ទបុតជាអ្នកសម្របសម្រួលបាទសូមអរគុណអាស៊ីសេរីបាទលោកអ្នកនាងជាទីមេត្រីតាក់ទងនឹងរឿងតុលាការនេះដែរតុលាការរបបក្រុងភ្នំពេញបើកសវនាការជំនុំជម្រះសំណុំរឿងថ្មីមួយទៀតរបស់ប្រធានស្ដីទីគណៈបកសង្គ្រោះជាតិជាមួយនឹងមន្ត្រីបកប្រឆាំង3នាក់ផ្សេងទៀតនៅថ្ងៃទី2ខែតុលាពាក់ព័ន្ធនឹងករណីបង្ហោះសារប្រមាថលោកហ៊ុនសែននិងញុះញង់ឲ្យប្រព្រឹត្តបទអក្រិតជាអាតតុលាការគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃទី18ខែតុលាខាងមុខរីឯមេធាវីនិងសង្គមស៊ីវិលថាប្រសិនបើតុលាការកាត់ក្តីដោយវិជ្ជាជីវៈត្រឹមត្រូវតុលាការនឹងទម្លាក់ចោលសំណុំរឿងនេះបាទលោកទីនសាការីយ៉ារាយការណ៍ព័ត៌មាននេះបន្ទាប់ពីបើកសវនាការសួរដេញដោលពេញមួយព្រឹកចៅក្រមជំនុំជម្រះសាលាដំបងរាជធានីភ្នំពេញលោកពេជ្រវិជាធរបានសម្រេចលើកពេលប្រកាសសាលក្រមលើសំណុំរឿងលោកសំរងស៊ីនិងមន្ត្រីបកប្រឆាំង3នាក់ទៀតទៅថ្ងៃទី18ដុល្លារវិញតុលាការបានចោទលោកសំរងស៊ីលោកហូវ៉ាន់និងលោកកាក់កំភៀពីបទផ្ដាំគំនិតក្នុងអំពើប្រមាថនិងញុះញង់ឲ្យប្រព្រឹត្តបទអក្រិតជាអាតប្រព្រឹត្តទៅនៅរាជធានីភ្នំពេញពីខែមេសាដល់ខែតុលាឆ្នាំ2018ចំណែកឯសកម្មជនគណៈបកសង្គ្រោះជាតិប្រចាំនៅខេត្តស្វាយរៀងវិញគឺលោកកុងម៉ាស់ត្រូវបានចោទប្រកាន់ពីបទប្រមាថនិងញុះញង់ឲ្យប្រព្រឹត្តបទអក្រិតជាអាតដែរតាមបញ្ជារបស់លោកសំរងស៊ីនិងលោកហូវ៉ាន់ក្នុងសំណុំរឿងនេះមានតែលោកកុងម៉ាស់ម្នាក់ទេដែលសមត្ថកិច្ចចាប់ខ្លួនហើយបង្ហាញវត្តមាននៅក្នុងតុលាការជាមួយមេធាវីចំណែកឯលោកសំរងស៊ីលោកហូវ៉ាន់និងលោកកាក់កំភៀកំពុងនិរទេសខ្លួននៅក្រៅប្រទេសហើយមិនបានពឹងពាក់មេធាវីនោះទេក្នុងបន្ទប់សវនាការចៅក្រមជំនុំជម្រះលោកពេជ្រវិជាធរនិងព្រះរាជអាជ្ញារងលោកសេងហៀង
បានចោទសួរលោកកុងម៉ាស់អំពីការបង្ហោះសារលើ Facebook ដែលមានខ្លឹមសាររិះគន់រដ្ឋាភិបាលលោកហ៊ុនសែនរឿងប្រៃឈើរឿងបោះឆ្នោតនិងរឿងរំលាយគណៈបកសង្គ្រោះជាតិជាដើមលោកកុងម៉ាស់ឆ្លើយតបថាលោកគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះហើយលោកស្នើសុំឲ្យតុលាការទម្លាក់បទចោទប្រកាន់នេះពីព្រោះលោកមិនបានទទួលបញ្ជាពីថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិឬសរសេររិះគន់ឬប្រមាថរដ្ឋាភិបាលអ្វីឡើយបន្ទាប់មកតុលាការក៏បន្តចោទសួរសកម្មជនបកប្រឆាំងរូបនេះជំវិញគម្រោងបោះពុម្ពខិត្តប័ណ្ណ 100000 សន្លឹកដើម្បីយកទៅបាចនៅខេត្តស្វាយរៀងកុំឲ្យបរិវត្តចេញរបស់ឆ្នោតកាលពីខែកក្កដាឆ្នាំ2018លោកកុងម៉ាស់អះអាងថាខេត្តប័ណ្ណនេះមិនបានបោះពុម្ពនោះទេដោយសារគ្មានថវិកាផងនិងដឹងថាជារឿងខុសច្បាប់ផងទើបលោករំលាយគម្រោងនេះចោលវិញមេធាវីការពារក្តីឲ្យលោកកុងម៉ាស់គឺលោកសំសុគង្គប្រាប់អាស៊ីសេរីក្រោយសវនកម្មថាតុលាការមិនមានសាក្សីនិងភ័ស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់កូនក្តីរបស់លោកឡើយលោកបន្ថែមថាកូនក្តីរបស់លោកមិនបានទទួលបញ្ជាពីមេដឹកនាំគណៈបកសង្គ្រោះជាតិនោះទេលោកថាសារដែលលោកកុងម៉ាស់បង្ហោះលើ Facebook គ្រាន់តែជាការបញ្ចេញមតិស្របច្បាប់មិនមែនជាការប្រមាថនិងញុះញង់ដោយការចោទប្រកាន់របស់តុលាការនោះឡើយយើងឃើញសវនកម្មមានលោកខាងជាក្រមជាប្រតិបត្តិហ្នឹងក៏ដូចជាខាងអัยការហាក់ដាក់សំណួរទៅដាក់បន្ទុកឲ្យច្រើនជាងការដោះបន្ទុកមិនដូចជាគោលការណ៍ច្បាប់ទៅថាការសួរដើម្បីស្វែងរកការពិតគឺសួរតាក់ទៅដោះបន្ទុកដាក់បន្ទុកទៅគឺសួរគឺដាក់បន្ទុកហើយតាក់ទៅនឹងសំណួរក៏ដូចជាសកម្មភាពនឹងពេលដេញដោលក៏ដូចជាការថាបង្ហាញតាមផ្សេងៗហ្នឹងខ្ញុំសង្ឃឹមថានៅពេលប្រកាសលទ្ធផលគ្រប់អីបានប្រហែលជាមិនមានលទ្ធផលល្អក៏ឬក៏មិនអាចទៅប្រតិបត្តិចាត់តែថានេះពាក់ព័ន្ធនឹងរឿងនយោបាយផងដែរយើងមានទស្សនវិជ្ជាពីរបើយើងពិនិត្យទៅលើផ្លូវច្បាប់យើងឃើញថាมันមានផុសតាងឬក៏มันមានបទញុះញង់ឬប្រមាថទេប៉ុន្តែបើសិនទស្សនវិជ្ជាជាទស្សនវិជ្ជានយោបាយអត់សង្ឃឹមថានឹងបានរួចប្រតិបត្តិចោលទេអ្នកនាំពាក្យសមាគមអាត់ហុកលោកសឹងសានករណាមានប្រសាសន៍ថាដើមហេតុនៃរឿងរ៉ាវនេះគឺផ្ដើមចេញពីរឿងនយោបាយដូច្នេះករណីនេះមិនមែនជាការអនុវត្តច្បាប់អ្វីនោះទេលោកស្នើសុំឲ្យគណៈបកកណ្ដាលអំណាចនិងគណៈបកប្រឆាំងគួរតែដោះស្រាយវិបត្តិនយោបាយដើម្បីកុំឲ្យប្រជាពលរដ្ឋរងគ្រោះសេដ្ឋកិច្ចធ្លាក់ចុះនិងខូចមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិការចោទប្រកាន់នៃទាំងអស់នេះវាក្នុងរូបភាពនៃរឿងនយោបាយទាំងអស់ពីព្រោះបើយើងពិនិត្យមើលនៃសាររបស់អ្នកទាំងអស់ហ្នឹងគឺភាគច្រើនគឺជាសារមួយដែលគាត់សម្ដែងអំពីមតិដែលពាក់ព័ន្ធទៅនឹងសកម្មភាពផ្នែកនយោបាយដែលជាទូទៅអ្នកនយោបាយគឺមានសិទ្ធិក្នុងការធ្វើការសម្ដែងមតិទាំងអស់ហ្នឹងដើម្បីធ្វើការគៀងគររកការគ្រប់គ្រងទៅលើគណៈបករបស់ខ្លួនរៀងខ្លួនអីចឹងទៅអញ្ចឹងបើយើងភាគទៅលើពើនៃល្មើសច្បាប់ហ្នឹងខ្ញុំគិតថាវាជាភាគរយមួយដែលពិបាកនឹងខាងសហគមន៍ជាតិអន្តរជាតិគេជឿជាក់ថាវាជារឿងមួយដែលគេអនុវត្តច្បាប់អញ្ចឹងហើយបានចេះតែមានការរិះគន់ទៅលើការចំណាត់ការទៅលើមន្ត្រីនៃគណៈបកប្រឆាំងក៏ដូចជាក្រុមថ្នាក់ដឹកនាំរបស់មន្ត្រីគណៈបកប្រឆាំងនឹងឯងបាទរបបក្រុងភ្នំពេញបានចាប់ខ្លួនលោកកុងម៉ាស់ដែលជាអនុប្រធានយុគដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្មនិងជាសមាជិកក្រុមការងារគណៈបកសង្គ្រោះជាតិខេត្តស្វាយរៀងកាលពីថ្ងៃទី16ខែមករាឆ្នាំ2019ដែលមកទល់ពេលនេះមានរយៈពេលជិត10ខែហើយក្រៅពីលោកកុងម៉ាស់មានសកម្មជនបកប្រឆាំងចំនួន29នាក់ផ្សេងទៀតកំពុងជាប់ឃុំនិង165នាក់ផ្សេងទៀតត្រូវបានតុលាការនិងសមត្ថកិច្ចកោះហៅទៅសាកសួរពាក់ព័ន្ធនឹងការចាប់ប្រកាន់ថាធ្វើសកម្មភាពប្រឆាំងនិងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របពេលសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើនអ្នកផ្សេងទៀតបានរត់ភៀសខ្លួនទៅក្រៅប្រទេសគេចចេញពីការតាមយាយីរបស់អាជ្ញាធររបបលហ៊ុនសែនរីឯមេដឹកនាំបកប្រឆាំងលោកសំរងស៊ីវិញកំពុងជាប់បណ្ដឹងនៅតុលាការចំនួន15ករណីហើយដោយក្នុងនោះ8ករណីមានសារក្រមជាស្ថាពរទោះជាយ៉ាងណាលោកសំរងស៊ីធ្លាប់បញ្ជាក់រួចហើយថាលោកមិនខ្វល់នឹងការប្តឹងផ្តល់ទាំងនេះឡើយពីព្រោះលោកអះអាងថាតុលាការកម្ពុជាបច្ចុប្បន្នជាតុលាការអាយ៉ងដែលរងចាំស្ដាប់តាមតែបញ្ជាលោកហ៊ុនសែនតែប៉ុណ្ណោះអ្នកឃ្លាំមើលពីបញ្ហានយោបាយយល់ថាចំណាត់ការរបស់តុលាការមកលើក្រុមមេដឹកនាំនិងសកម្មជនបកប្រឆាំងនាពេលថ្មីនេះគឺជាការបន្ថែមសម្ពាធកុំឲ្យលោកសំរងស៊ីវិលចូលស្រុកវិញនៅថ្ងៃទី9វិច្ឆិកាខាងមុខតែប៉ុណ្ណោះខ្ញុំទីនសាការីយ៉ាស៊ីសេរីពីរដ្ឋធានី Washington បាទលោកអ្នកនាងជាទីមេត្រីនៅខេត្តមណ្ឌលគិរីឯនោះវិញតុលាការខេត្តនេះគ្រោងនឹងលើកយកសំណុំរឿងចំនួនដីធ្លីរវាងជនជាតិដើមភាគតិចភ្នងជាង100នាក់ជាមួយនឹងក្រុមហ៊ុនបារាំងមកជំនុំជម្រះឡើងវិញក្រោយពីពាក្យបណ្ដឹងនេះ
បានកប់បាត់អស់រយៈពេលជាង10ឆ្នាំមកហើយមន្ត្រីសង្គមស៊ីវិលថាតុលាការកម្ពុជានឹងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះបាទលោកហេងរស្មីរាយការណ៍អំពីរឿងនេះការសម្រេចរបស់តុលាការនេះបានកើតមានឡើងក្រោយពីតំណាងសហគមន៍ជនជាតិដើមភាគតិចភ្នងចំនួន9នាក់កាលពីថ្ងៃទី1ខែតុលាកន្លងទៅនេះបានទៅចូលរួមសវនាការនៅក្នុងតុលាការណង់ទែនៅក្នុងប្រទេសបារាំងដើម្បីឲ្យប្រទេសមួយនេះរកយុត្តិធម៌នៅក្នុងសំណុំរឿងរំលោភដីធ្លីមួយដែលបានកើតមានឡើងតាំងពីជាង10ឆ្នាំមុនកាលពីអំឡុងឆ្នាំ2008ជនជាតិដើមភាគតិចភ្នងចំនួន7ភូមិនៅក្នុងឃុំបូស្រាស្រុកពេជ្រដាខេត្តមណ្ឌលគិរីបានដាក់ពាក្យបណ្ដឹងមួយច្បាប់ទៅតុលាការប្រឆាំងនឹងក្រុមហ៊ុនមួយឈ្មោះបូលូលាដែលបានផ្ដល់ទុនឲ្យក្រុមហ៊ុនឯកជនមួយទៀតឈ្មោះ Sofang KCD អភិវឌ្ឍដាំដើមកៅស៊ូដែលធ្វើឲ្យប៉ះពាល់ដល់ដំណាំចម្ការវិលជុំរបស់ជនជាតិភ្នំភាគតិចជាង700គ្រួសារដែលអាស្រ័យផលនៅក្នុងខេត្តមណ្ឌលគិរីអ្នកនាំពាក្យតុលាការខេត្តមណ្ឌលគិរីលោកមាសប្រុសបញ្ជាក់ថាលោកទើបតែចូលកាន់តួនាទីជាអ្នកនាំពាក្យកាលពីឆ្នាំ2015កន្លងទៅនេះហើយលោកមិនបានដឹងរឿងរ៉ាវអំពីចំនួនពាក់ព័ន្ធរឿងនេះយ៉ាងណានោះទេតែទោះជាយ៉ាងណាលោកមានប្រសាសន៍ថានឹងសាររើសំណុំរឿងនេះមកជំនុំជម្រះឡើងវិញតែមិនទាន់ប្រកាសថាតុលាការនឹងបើកសវនាការជាសាធារណៈនៅពេលណាទេអញ្ចឹងដឹងតដល់ស្រាវជ្រាវរកមើលតាំងពី2000ជាងណោះ6 7 8 2000ណាឥឡូវដល់2019វាជាង10ឆ្នាំទៅហើយការយឺតយ៉ាវនៃការដោះស្រាយពាក្យបណ្ដឹងនេះបានជំរុញឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចបានប្តឹងទៅតុលាការបារាំងដើម្បីឲ្យជួយរកយុត្តិធម៌ចំពោះរឿងក្តីនេះតំណាងសហគមន៍ប៊ូស្រាលោកក្រាំងដុល្លារដែលតំណាងឲ្យជនជាតិដើមភាគតិច9នាក់ទៅចូលរួមសវនាការនៅក្នុងប្រទេសបារាំងមិនអាចតាក់ទងដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃទី2ខែតុលានេះតែទោះជាយ៉ាងណាអ្នកសម្របសម្រួលគម្រោងធុរកិច្ចរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR លោកវ៉ាន់សុផាតបញ្ជាក់ថាសវនាការផ្ទាល់មាត់នោះបានបញ្ចប់ហើយលោកបញ្ជាក់ថាតុលាការបានស្ដាប់ការបកស្រាយភាគីដើមបណ្ដឹងនិងចុះបណ្ដឹងនិងស្នើសុំឲ្យភាគីទាំងសងខាងដាក់ភស្តុតាងបន្ថែមទៀតពាក់ព័ន្ធទៅនឹងសំណុំរឿងនេះចំពោះតុលាការកម្ពុជាដែលគ្រោងនឹងបើកសំណុំរឿងនេះមកជំនុំជម្រះដែរនោះលោកស្វាគមន៍ហើយក៏សង្ឃឹមថាជនជាតិដើមភាគតិចភ្នងនឹងទទួលបាននូវភាពយុត្តិធម៌យើងសង្ឃឹមថាបើសិនជាខាងតុលាការគាត់លើកឡើងអញ្ចឹងយើងគិតថាគាត់ពិតជាមានឆន្ទៈក្នុងការដំណើរការនីតិវិធីឡើងវិញហើយក៏សង្ឃឹមផងដែរថាដំណើរការហ្នឹងពិតជាមានទៅតាមនីតិវិធីហើយទៅរកយុត្តិធម៌ទៅតាមផ្លូវច្បាប់កាលពីដើមខែមករាតុលាការប្រទេសបារាំងបានកោះហៅតំណាងជនជាតិដើមភាគតិច9នាក់ដែលបានដាក់ពាក្យបណ្ដឹងប្តឹងក្រុមហ៊ុនបូលូលាឲ្យចូលរួមសវនាការជាបឋមនៅក្នុងប្រទេសបារាំងកាលពីដើមខែកុម្ភៈឆ្នាំ2019កន្លងទៅនេះក៏ប៉ុន្តែបានខកខានទៅវិញដោយសារតែជនជាតិភ្នងទាំង9នាក់ពុំទទួលបានទិដ្ឋាការពីស្ថានទូតរបស់ប្រទេសបារាំងប្រចាំប្រទេសកម្ពុជាលោកវ៉ាន់សុផាតបញ្ជាក់ថាតុលាការប្រទេសបារាំងនឹងបន្តសវនាការសាកសួរផ្ទាល់មាត់ម្ដងទៀតនៅក្នុងខែវិច្ឆិកាហើយនឹងក្រុងបើកសវនាការជំនុំជម្រះរឿងក្តីនេះជាផ្លូវការនៅដើមឆ្នាំ2020ខាងមុខនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR កាលពីឆ្នាំ2018បានចេញរបាយការណ៍មួយឲ្យដឹងថាមានប្រជាពលរដ្ឋជាង800គ្រួសារបានរងនៅផលប៉ះពាល់ដោយសារតែក្រុមហ៊ុន Sofang KCD ដែលភាគច្រើនបានរំលោភទៅលើដីចម្ការរបស់ជនជាតិភ្នងក្នុងចំណោមប្រជាពលរដ្ឋជាង800គ្រួសារមានចំនួន640គ្រួសារពាក់ព័ន្ធនៅក្នុងដំណើរការវិវាទដីធ្លីជាមួយនឹងក្រុមហ៊ុនមកពីប្រទេសបារាំងដោយសារតែក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគដាំដើមកៅស៊ូនិងដំណាំផ្សេងទៀតនៅលើផ្ទៃដី2386ហិកតារយៈពេល70ឆ្នាំនៅក្នុងខេត្តមណ្ឌលគិរីខ្ញុំបាទហេងរស្មីអាស៊ីសេរីពីរដ្ឋធានី Washington លោកអ្នកនាងជាទីមេត្រីស្លាដំបងខេត្តប្រសេអនុអះអាងថាម្ចាស់សំណង់ទាំង14ទីតាំងដែលសាងសង់គ្មានគុណភាពបានចាប់ផ្ដើមរុះរើសំណង់នោះជាបណ្ដាហើយកាលពីថ្ងៃទី1តុលាប៉ុន្តែអ្នកភូមិម្នាក់និងកម្មករដែលកំពុងធ្វើការនៅអគារមួយកន្លែងដែលមានកម្ពស់6ជាន់ក្នុងចំណោមអគារដែលអាជ្ញាធរបញ្ជាឲ្យកំទេចចោលនោះអះអាងថាការសាងសង់អគារដែលមានបញ្ហានោះនៅតែបន្តដំណើរការនៅឡើយបាទលោកអូនភៀបមានសេចក្តីរាយការណ៍ជុំវិញព័ត៌មាននេះប្រជាពលរដ្ឋម្នាក់រស់នៅក្បែរអគារកម្ពស់6ជាន់ដែលកំពុងសាងសង់នោះ
ហើយមានប្អូនប្រុសម្នាក់បានស្លាប់ក្នុងពេលអគារកម្ពស់7ជាន់ដែលបានបាក់រំលំកាលពីខែមិថុនាកន្លងមកនោះលោកផាន់សុខាប្រាប់អាស៊ីសេរីនៅថ្ងៃពុធទី2ខែតុលាថាជនជាតិចិនកំពុងសម្រុកសាងសង់អគារនេះទាំងយប់ទាំងថ្ងៃឥឡូវសំណង់នោះសង់ជិតរួចរាល់ហើយលោកបន្តថាអគារកម្ពស់6ជាន់នេះត្រូវបានអាជ្ញាធរបញ្ជាឲ្យផ្អាកសាងសង់3ដងរួចមកហើយកាលពី3ខែមុនបន្ទាប់ពីបានត្រួតពិនិត្យឃើញថាការសាងសង់គ្មានគុណភាពនិងខុសបច្ចេកទេសប៉ុន្តែម្ចាស់សំណង់បានលួចបន្តសង់ចាប់តាំងពីជាន់ទី4រហូតដល់6ជាន់ខ្ញុំលឺប្រហែល1ខែឬ2ខែលឺតែវាយចោលហ្នឹងណាបាទប៉ុន្តែមកដល់ថ្ងៃនេះខ្ញុំមិនទាន់ឃើញសំណង់អាគារណាមួយហ្នឹងត្រូវបានវាយចោលអត់នៅតែធ្វើអញ្ចឹងហើយថ្ងៃខាងមុខដែលថាគេវាយឬមិនវាយយើងរងចាំមើលទៀតប៉ុន្តែបើសម្រាប់ខ្ញុំក៏ដូចជាប្រជាពលរដ្ឋហ្នឹងដូចមិនមានជំនឿទេបងសកម្មភាពសាងសង់អគារនេះបានផ្អាកតែមួយរយៈខ្លីប៉ុណ្ណោះកាលពីសប្តាហ៍មុនឥឡូវក្រោយភ្ជុំចប់កម្មករចាប់ផ្ដើមត្រឡប់មកធ្វើការវិញកម្មករម្នាក់មានអាយុ39ឆ្នាំដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អាស៊ីសេរីកាលពីថ្ងៃពុធទី2ខែតុលាដែរថាគាត់ធ្វើការនៅក្នុងអគារដែលមានកម្ពស់6ជាន់នោះជាមួយនឹងកម្មករ14នាក់ផ្សេងទៀតលោកថាកម្មករបានឈប់សម្រាកមួយសប្តាហ៍ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌប៉ុន្តែពួកលោកត្រូវបានមេការចិនហៅឲ្យចូលធ្វើការវិញនៅព្រឹកថ្ងៃប្រហ័សទី3ខែតុលានេះអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោកខៀងភិរមពាក់ព័ន្ធទៅនឹងការលើកឡើងរបស់អ្នកភូមិនិងកម្មករដែលបានអះអាងថាអគារ6ជាន់នោះនៅបន្តសាងសង់នៅឡើយទេកាលពីថ្ងៃទី2ខែតុលាដោយសារទូរស័ព្ទចូលគ្មានអ្នកទទួលប៉ុន្តែលោកខៀងភិរមធ្លាប់អះអាងថាមិនអនុគ្រោះចំពោះម្ចាស់អគារដែលអាជ្ញាធររកឃើញថាសាងសង់ខុសបច្ចេកទេសនិងខ្វះគុណភាពទាំងនោះទេយើងអត់ទុកទេមានន័យថាព្រោះវាខុសលក្ខណៈបច្ចេកទេសហើយបើសិនថាយើងទុកមានន័យថាវាអាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុណានៅក្នុងពេលវេលាណាមួយអញ្ចឹងណាយើងរកឃើញថាវាមានបញ្ហាហើយគឺយើងត្រូវចាត់ការហើយយើងអាចទុកបានទេទោះជាយ៉ាងនេះក្តីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុរូបនេះធ្លាប់លើកឡើងថាសំណង់អគារដែលមានបញ្ហាខ្លះម្ចាស់សំណង់អាចត្រូវការពេលវេលាយូរក្នុងការរុះរើព្រោះអគារស្ថិតនៅជាប់គ្នាលោកសំដៅលើអគារដ៏ធំមួយឈ្មោះថាផ្ទះនាគដែលមានកម្ពស់9ជាន់ស្ថិតនៅក្បែររូបសំណាកតោ2ក្នុងសង្កាត់លេខ4ក្រុងព្រះសីហនុដែលត្រូវបានម្ចាស់សំណង់ហ៊ុំព័ទ្ធដើម្បីកំទេចចោលព្រោះអគារនេះបានសាងសង់ខុសបច្ចេកទេសហើយមានការប្រេះនៅជាន់ក្រោមដីលោកបន្តថាម្ចាស់សំណង់ជាជនជាតិចិនហើយម្ចាស់ទីតាំងជាជនជាតិខ្មែរដែលបានជួលដីឲ្យជនជាតិចិនសង់អគារនោះសកម្មជនបរិស្ថានមិនទុកចិត្តថាអាជ្ញាធរខេត្តព្រះសីហនុអាចរុះរើឬកំទេចអគារដែលមានបញ្ហាទាំងនេះមានប្រសិទ្ធភាពនោះទេឧទាហរណ៍ដូចជាក្នុងករណីសន្តាគារនិងកាស៊ីណូជីនទីងស្ថិតក្នុងភូមិកោះរុងសន្លឹមសង្កាត់កោះរុងសន្លឹមក្រុងព្រះសីហនុដែលនៅតែបើកដំណើរការដោយធម្មតាមិនមានការបិទអាជីវកម្មតាមបទបញ្ជារបស់អាជ្ញាធរខេត្តព្រះសីហនុនោះឡើយទោះបីជាកាលពីខែមិនិនាកន្លងទៅអាជ្ញាធរខេត្តព្រះសីហនុបានប្រកាសបិទមជ្ឈមណ្ឌលកំសាន្តនេះក្រោមហេតុផលថាទីតាំងអាជីវកម្មមិនបានអនុវត្តត្រឹមត្រូវតាមច្បាប់និងបង្កផលប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរប៉ុន្តែលោកខៀងភិរមអះអាងថ្មីនេះថាថ្នាក់ដឹកនាំខេត្តកំពុងពិចារណាក្នុងការកំណត់ពេលវេលាដើម្បីកំទេចចោលអ្នកសម្របសម្រួលសមាគមអាត6នៅខេត្តព្រះសីហនុអ្នកស្រីជាបសុធារីមានប្រសាសន៍ថាមកទល់ពេលនេះអ្នកស្រីមិនទាន់បានឃើញអាជ្ញាធរវាយកំទេចចោលអគារណាមួយនៅឡើយទេប៉ុន្តែអគារទាំង14ទីតាំងនោះត្រូវបានផ្អាកការសាងសង់និងអាជីវកម្មមួយរយៈហើយអ្នកស្រីជាបសុធារីបន្តថាបើអាជ្ញាធរទុកឲ្យអគារទាំង14នេះបន្តធ្វើសកម្មភាពឬមិនកំទេចចោលទេវាអាចនឹងមានហានិភ័យដួលរំលំទៀតដូច្នេះអាជ្ញាធរត្រូវទទួលខុសត្រូវចំពោះករណីដួលរំលំនេះកាលពីថ្ងៃទី23ខែមិថុនាកន្លងទៅនេះ
អាគារកំពុងសាងសង់កម្ពស់7ជាន់នៅក្នុងសង្កាត់លេខ4ក្រុងព្រះសីហនុបានបាក់ស្រុតហើយបានសម្លាប់មនុស្ស28នាក់និងមានរបួសធ្ងន់និងស្រាលចំនួន24នាក់អ្នកស្រីជាបសុធារីមានប្រសាសន៍ថាការបាក់អាគារ7ជាន់នេះបានធ្វើឲ្យមានសោកនាដកម្មយ៉ាងច្រើនកើតឡើងហើយបានធ្វើឲ្យរឿងនេះមានការចងចាំនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុព្រមទាំងក្រុមគ្រួសារជនរងគ្រោះរហូតមកដល់ពេលឥឡូវនេះពួកគាត់ទទួលរងគ្រោះដល់កូនចៅទៀតព្រោះកូនចៅពួកគាត់បានក្លាយជាកុមារកំព្រាហើយជនរងគ្រោះដែលនៅរស់បានកើតជំងឺផ្លូវចិត្តបាក់ស្បាតនិងភ័យខ្លាចយ៉ាងខ្លាំងនៅពេលពួកគាត់ឃើញអាគារខ្ពស់ៗគាត់វាយចោលរដ្ឋាភិបាលហ្នឹងឬក៏អាជ្ញាធរត្រូវមានជាការតាមផ្លូវច្បាប់ណាបើគាត់មកស៊ីឲ្យគាត់ធ្វើតបដេតបដាបើសិនរដ្ឋាភិបាលបើចង់និយាយថាអាហ្នឹងវាត្រូវតែបខំចង់និយាយថាអាជ្ញាធរឬក៏រដ្ឋាភិបាលក៏មន្ត្រីជំនាញត្រូវតែប្រើបទអាជ្ញាឲ្យបើសិនជាឲ្យពួកគាត់ធ្វើតាមអំពើចិត្តនោះអ្នកស្រីបន្តថាការមករកស៊ីរបស់ជនជាតិចិននៅខេត្តព្រះសីហនុសប្តាហ៍ថ្ងៃកំពុងគំរាមកំហែងដល់ការរកស៊ីត្រឹមត្រូវរបស់ប្រជាពលរដ្ឋព្រោះជនជាតិចិនទាំងនេះមិនគោរពច្បាប់ហើយប្រជាពលរដ្ឋមានការភ័យខ្លាចពីសុវត្ថិភាពរបស់ពួកគាត់ខ្ញុំបាទអូនភៀបអាស៊ីសេរីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនលោកនាងប្រិមត្តអ្នកស្ដាប់ជាទីមេត្រីលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទវ៉ាន់សុមេតពីរដ្ឋធានីវ៉ាស៊ីនតោនជាបន្តទៅនេះសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារផ្សេងទៀតនាពេលបន្តិចទៀតនេះបាទសូមអរគុណលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍អំពីតើរោគសញ្ញាអ្វីខ្លះដែលចាំបាច់ត្រូវការជំនួយសង្គ្រោះបន្ទាន់នោះហើយនៅក្នុងចុងកម្មវិធីគឺព័ត៌មានបញ្ចប់សូមអស់លោកអ្នកនាងស្ដាប់កម្មវិធីរបស់យើងខ្ញុំដែលមានជាបន្តបន្ទាប់ដោយមេត្រីនីតិសុខភាពបាទលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីពាក់ព័ន្ធទៅនឹងបញ្ហាសុខភាពឯនោះវិញក្រុមគ្រូពេទ្យជំនាញសង្គ្រោះបន្ទាន់បានឲ្យដឹងថាការយល់ដឹងពីរោគសញ្ញានៃគ្រោះថ្នាក់ដល់ជីវិតគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីអាចជួយសង្គ្រោះអាយុជីវិតរបស់លោកអ្នកបានសំខាន់បំផុតគ្រួសារឬអ្នកជំងឺខ្លួនឯងផ្ទាល់ត្រូវតែពិនិត្យមើលស្ថានភាពជំងឺរបស់ខ្លួនថាតើត្រូវទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ឬក៏ឲ្យក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯងបានក្នុងនីតិសុខភាពសប្តាហ៍នេះអ្នកស្រីម៉ៅសុធីនីរាយការណ៍ពិស្ដារជុំវិញរឿងនេះក្រុមវិជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់នៅសហរដ្ឋអាមេរិកឲ្យដឹងថារោគសញ្ញាមួយចំនួនដែលត្រូវការព្យាបាលជាបន្ទាន់ដើម្បីសង្គ្រោះជីវិតភ្លាមៗរួមមានចុកទ្រូងខ្លាំងគាំងបេះដូងការដកដង្ហើមមិនរួចឬក៏ដកដង្ហើមផុតការធ្លាក់ឈាមច្រើនអត់ឈប់វិលមុខខ្លាំងគ្រោះថ្នាក់ចរាចរណ៍ការប្រើថ្នាំហួសពីកម្រិតជាដើមចានលេខទូរស័ព្ទសង្គ្រោះបន្ទាន់នៅសហរដ្ឋអាមេរិកគឺលេខ911ចំណែកនៅប្រទេសកម្ពុជាវិញគឺលេខ119ចាវិជ្ជបណ្ឌិតជំនាញព្យាបាលជំងឺទូទៅផ្នែកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពតំបន់លេខវូតលោកវិជ្ជបណ្ឌិតតែសៀងឡុងមានប្រសាសន៍ប្រាប់អសីស្រីតាមទូរស័ព្ទពីរដ្ឋកាលីហ្វ័រញ៉ាថាស្ថានភាពជំងឺដែលត្រូវការសង្គ្រោះជាបន្ទាន់គឺមានលក្ខណៈខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក៏ប៉ុន្តែសំខាន់បំផុតលោកវិជ្ជបណ្ឌិតថាគុំបង្អង់ទុកអ្នកជំងឺយូរពេកព្រោះនៅពេលដែលដឹកទៅដល់មន្ទីរពេទ្យភ្លាមក្រុមវិជ្ជបណ្ឌិតជំនាញនឹងពិនិត្យថតមើលដើម្បីវិនិច្ឆ័យរោគសញ្ញាហើយនឹងផ្ដល់សេវាព្យាបាលជាបន្ទាន់មនុស្សខ្លះពេលឈឺទ្រូងខ្លះគេថាស្ទាបដូចគេដាក់សភៅលើទ្រូងយើងខ្លះគេថាដូចយើងដើរបន្តិចទៅហត់លើដូចហប់ខ្លះយើងឈឺកាពះវល់មុខចង់ក្អួតអញ្ចឹងណាតែយើងឈឺខ្លាំងអានេះទៅចាប់5យើងទៅ emergency ខាងពេទ្យទៅឲ្យគេមើលឆ្លោះមើលខ្លះគេត្រូវថតតែនេះយើងមិនមែនធ្វើទៅខាងសួតហ្នឹងឬយើងធ្វើទៅខាងបេះដូងគេមិនដឹងគេត្រូវថតខ្លះគេដាក់ខ្ស
sai lơ trung mơ chlo mơ đào nhựa pe rồi dư pe rồi cái stress sai nó dư đó càngแบบđó nó cái là càng heart attack គេហទំព័រវិទ្យាសាស្ត្រជាច្រើនឲ្យដឹងថាជំងឺកាំងបេះដូងគឺដោយសារសាច់ដុំបេះដូងឈប់ដំណើរការភាគច្រើនបញ្ហាដែលសាច់ដុំបេះដូងឈប់ដំណើរការនោះគឺបណ្ដាលមកពីសរសៃឈាមកកស្ទះមិនអាចផ្គត់ផ្គង់ឈាមទៅដល់បេះដូងបានការឈឺចុកទ្រូងខ្លាំងគឺជារោគសញ្ញាជំងឺកាំងបេះដូងហើយមានករណីខ្លះអ្នកកាំងបេះដូងមានរោគសញ្ញាមួយចំនួនទៀតដូចជាឈឺឆ្អឹងថ្គាមបែកញើសខ្លាំងឆ្អល់ចុងដង្ហើមដកដង្ហើមផុតផុតឈឺក្បាលអស់កម្លាំងខ្លាំងក្អួតវិលមុខនិងស្រវាំងភ្នែកជាដើមចាលោកវិជ្ជបណ្ឌិតតែសៀងឡុងមានប្រសាសន៍បន្តថាអ្នកដែលមានរោគសញ្ញាជំងឺកាំងបេះដូងត្រូវទៅស្វែងរកជំនួយសង្គ្រោះជាបន្ទាន់លោកថាភាគច្រើនប្រជាពលរដ្ឋខ្មែរមិនសូវយកចិត្តទុកដាក់និងចាប់អារម្មណ៍ពីរោគសញ្ញាទាំងនោះទេដោយគិតថាมันមានឈឺអ្វីធំដុំដែលត្រូវការជួយសង្គ្រោះជាបន្ទាន់ប៉ុន្តែលោកវិជ្ជបណ្ឌិតជំនាញផ្នែកសង្គ្រោះបន្ទាន់រូបនេះបានផ្ដល់ដំបូន្មានថាត្រូវទៅយកអ្នកជំងឺទៅមន្ទីរពេទ្យសង្គ្រោះជាបន្ទាន់ប្រសិនបើមានបញ្ហាសុខភាពមួយចំនួនគួរឲ្យសង្ស័យថាអាចគ្រោះថ្នាក់ដល់ជីវិតខ្លះមកពីលើឈាមពេកក៏ខ្លាំងជើងវាឡើងទៅសួតអាហ្នឹងក៏ឈឺដែរខ្លះមកពីសរសៃសាច់ដុំមកពីឆ្អឹងខ្លះមកពីដោយយើងកកពេកក៏ឈឺខ្លះមកពីដោយគេថា infection ក៏សួតខ្លះមេរោគគេថា virus អាហ្នឹងតែឈឺហ្នឹងច្រើនព្រោះតែយើងបាក់អានេះអត់សំខាន់អានោះខ្លះសំខាន់ដោយយើងមានលើឈាមលាតធំcholesterol ជាខ្លាញ់ច្រើនជក់ប្រៃអាយុច្រើនលើ50ដោយពុកម្ដាយធ្លាប់មានកាំងបេះដូងកំចាំបានគេហទំព័រវិទ្យាសាស្ត្រដដែលបន្តថាជំងឺកាំងបេះដូងកើតឡើងចំពោះបុរសច្រើនជាងស្ត្រីជាពិសេសគឺចំពោះអ្នកដែលមានអាយុលើសពី65ឆ្នាំឡើងទៅបន្ថែមពីនេះគឺអ្នកដែលធ្លាប់មានប្រវត្តិក្រុមគ្រួសារកើតជំងឺកាំងបេះដូងកម្ពស់ឈាមខ្ពស់ធាត់ខ្លាំងពេកនិងកើតជំងឺទឹកនោមផ្អែមចំណែកមូលហេតុដែលបណ្ដាលឲ្យមានជំងឺកាំងបេះដូងនោះគឺដោយសារការជក់បារីកម្រិតជាតិខ្លាញ់ច្រើនឬកូលេស្តេរ៉ុលខ្ពស់ពុំបានហាត់ប្រាណហើយនឹងការទទួលទានសេរ៉ាច្រើនពេកចាក្រៅតែពីជំងឺកាំងបេះដូងដែលត្រូវការជំនួយសង្គ្រោះបន្ទាន់ក៏នៅមានជំងឺធ្ងន់ធ្ងរមួយទៀតដែលនាំឲ្យគ្រោះថ្នាក់ដល់ជីវិតភ្លាមដែលនោះគឺជាជំងឺដាច់សរសៃឈាមខួរក្បាលហើយដែលភាសាអង់គ្លេសហៅថា stroke ចាជំងឺ stroke នេះគេអាចកត់សម្គាល់សញ្ញាអាសន្នមួយចំនួនរួមមានស្ពឹកមុខស្ពឹកជើងឬដៃប៉ុន្តែតែម្ខាងទេដូចជាខាងស្ដាំឬខាងឆ្វេងស្រវាំងភ្នែកវិលមុខមិនអាចដើររួចឬក៏ឈឺក្បាលខ្លាំងជាដើមការសំខាន់ទីនេះគឺអ្នកជំងឺដាច់សរសៃឈាមខួរក្បាលស្រាប់តែភ្លាមគឺនិយាយអត់ចេញមានអារម្មណ៍ច្បុកច្បល់ហើយនឹងអត់យល់អ្វីទាំងអស់គ្រូពេទ្យជំនាញផ្នែកសង្គ្រោះបន្ទាន់លោកវិជ្ជបណ្ឌិតតែសៀងឡុងក៏បានផ្ដល់ដំបូន្មានថាជាការប្រសើរអ្នកជំងឺនេះអាស៊ីសេរីពីរដ្ឋធានី Washington បាទជាបន្តទៅទៀតនេះខ្ញុំបាទវ៉ែនសុមិតសូមជូនព័ត៌មានបញ្ចប់លោកហ៊ុនសែនបញ្ជាឲ្យបង្ក្រាបអ្នកធ្វើយុទ្ធនាការម្រាមដៃ9និងអ្នកហែហោមលោកសំរងស៊ីវិលជុលស្រុកមេដឹកនាំរបបក្រុងភ្នំពេញលោកហ៊ុនសែនចេញបញ្ជាឲ្យកងកម្លាំងទាំងអស់ត្រៀមខ្លួនចាំបង្ក្រាបអ្នកចាំទទួលនិងអ្នកហែហោមលោកសំរងស៊ីវិលជុលកម្ពុជានៅថ្ងៃទី9វិច្ឆិកាខាងមុខនៅសល់តែ37ថ្ងៃទៀតទេនឹងដល់ថ្ងៃកំណត់ដែលប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីនិងក្រុមអ្នកដឹកនាំគណៈបកនេះសន្យាថានឹងចូលស្រុកវិញនៅថ្ងៃទី9ខែវិច្ឆិកាខាងមុខស្របគ្នានេះដែរមេដឹកនាំរបបក្រុងភ្នំពេញលោកហ៊ុនសែនក៏កាន់តែមានវិធានការទប់ស្កាត់នៃផែនការចូលស្រុកវិញនេះដែរក្នុងនោះរួមទាំងស្នើឲ្យរដ្ឋសមាជិកអាស៊ានចូលរួមចាត់វិធានការរារាំងដោយចាប់ខ្លួនលោកសំរងស៊ី
និងមន្ត្រីដែលអមដំណើរទៅវិញនោះផងនឹងចាប់ខ្លួនពលរដ្ឋដែលទៅទទួលទៀតនោះផងអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយមើលឃើញថារដ្ឋសមាជិកអាស៊ានមួយចំនួនអាចនឹងរួមដៃជាមួយអាជ្ញាធររបបក្រុងភ្នំពេញហើយក៏មានប្រទេសមួយចំនួនទៀតទំនងជាគិតគូរពីផលប្រយោជន៍ប្រទេសរបស់គេដែរសហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកក្រុមហ៊ុន Casino Naga World បន្តស្នើសុំឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពចូលធ្វើការវិញសហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Casino Naga World ដែលតំណាងឲ្យកម្មករជាង 4000 នាក់បានទាមទារឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ចូលធ្វើការវិញដោយមិនមានលក្ខខណ្ឌឬគ្មានការដោះដូរដើម្បីបញ្ជាកុំឲ្យមានការតវ៉ាប៉ះពាល់ទាំងសងខាងការទាមទារនេះបន្ទាប់ពីក្រុមហ៊ុន Naga World ព្យួរការងារប្រធានសហជីពរូបនេះដោយសារមានគម្រោងធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកឲ្យបានសមរម្យសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សអំពាវនាវដល់តុលាការឲ្យពិចារណាទម្លាក់រាល់បទចោទប្រកាន់ដល់អតីតអ្នកឆ្លងឆ្លើយព័ត៌មានអាស៊ីសេរី2នាក់និងស្នើដល់រដ្ឋាភិបាលធានាការពារដល់សេរីភាពអ្នកសារព័ត៌មានប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CCHR អ្នកស្រីច័កសុភាពសរសេរលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី2 តុលាថាអ្នកសារព័ត៌មានគួរតែអាចបំពេញភារកិច្ចរបស់ខ្លួនដោយសេរីនិងគ្មានការភ័យខ្លាចនៅក្នុងការរាយការណ៍ព័ត៌មាននានារួមទាំងការបកអាក្រាតបញ្ហាពុករលួយឬការរំលោភសិទ្ធិមនុស្សផ្សេងៗទៀតដែរលោកអ្នកស្ដាប់ជាទីមេត្រីការផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចប់ត្រឹមតែប៉ុណ្ណេះយើងខ្ញុំសូមជូនពរលោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទហេងរស្មីខ្ញុំបាទវ៉ែនសុកមេតព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាបាទសូមជម្រាបលា